ប្រិមិត្តជាទីគោរពនិងជាទីមេត្រីសូមបង្កើនការប្រុងប្រយ័ត្នបំផុតតារាចម្រៀងផលិតកម្ម Galaxy លោក Khem បានប្រកាសមុននេះថាលោកបានកើតជំងឺ COVID-19 ប្រភេទថ្មីភ្នំពេញ COVID-19 បានត្រឡប់មកវិញហើយដោយប៉ុន្មានថ្ងៃមុននេះវាបានឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃហើយនៅថ្ងៃនេះតារាចម្រៀងល្បីឈ្មោះមួយរូបប្រចាំប្រទេសជ្រើសក្រោមផលិតកម្ម Galaxy គឺលោក Khem បានប្រកាសថាខ្លួនបានកើត COVID-19 និងបានឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានក្រើនរំលឹកឲ្យពលរដ្ឋមានការយកចិត្តទុកដាក់ចំពោះ COVID-19 ប្រភេទថ្មីឈ្មោះថា Omicron JN1 ដែលមានសមត្ថភាពឆ្លងលឿនរហ័សខណៈនៅក្នុងប្រទេសថៃកំពុងឆ្លងរាប់សិបម៉ឺនអ្នករួចមកហើយដែរក្រសួងសុខាភិបាលបានបញ្ជាក់ថារោគសញ្ញានៃ COVID-19 Omicron JN1 នេះគឺមិនខុសពីរោគសញ្ញានៃ COVID-19 Omicron ចាស់នោះទេប៉ុន្តែគ្រាន់តែវាមានសមត្ថភាពឆ្លងលឿនរហ័សជាងមុនហើយមានអាការៈស្រាលជាង COVID-19 Omicron ប្រភេទចាស់បាទបងប្អូនប្រិមិត្តអរគ្នាអញ្ចឹងជំងឺ COVID-19 បន្ទាប់ពីបានកើតនៅលើប្រទេសកម្ពុជាយើងអស់រយៈពេលជាងប្រហែលឆ្នាំបងប្អូន2ទៅ3ឆ្នាំដែរហើយក៏បានបាត់ទៅវិញអស់រយៈពេលជាង3ឆ្នាំ4ឆ្នាំហើយឥឡូវនេះគឺបានវិលមកវិញទៀតហើយតារាចម្រៀងផលិតកម្ម Galaxy លោក Khem ក៏បានប្រកាសថារូបគាត់បានឆ្លងជំងឺ COVID-19 ប្រភេទថ្មីនេះអញ្ចឹងក្រសួងសុខាភិបាលក៏បានប្រកាសឲ្យក្រើនរំលឹកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបង្កើនការប្រុងប្រយ័ត្នបាទធ្វើដំណើរទៅណាមកណាបាទត្រូវតែពាក់ម៉ាស់បាទមានអាកុលអីបាញ់សម្អាតអញ្ចឹងទៅដើម្បីកុំឲ្យឆ្លង COVID-19 ពាក់ព័ន្ធទៅនឹងអត្ថបទទាំងត្រង់ត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលា